បាតុភូតអែលនីញ៉ូបង្កការប៉ះពាល់ដល់ផ្ទៃដីស្រែចម្ការរាប់ម៉ឺនហិកតាទូទាំងប្រទេសដោយខ្លះបានខូចខាតទាំងស្រុងរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានព្រមានពីហានិភ័យនៃការដាំដុះស្រូវប្រាំងនៅឆ្ងាយពីប្រភពទឹកនិងស្នើឲ្យប្រជាកសិករផ្អាកការធ្វើស្រូវប្រាំងលើកទី2ឬទី3ដើម្បីរក្សាប្រភពទឹកទុកប្រើប្រាស់នាពេលខាងមុខគ្រូរងស្មូតបានធ្វើឲ្យខូចខាតនិងប៉ះពាល់ស្រូវព្រមទាំងដំណាំស្រុកជាង 186,664 ហិកតាក្នុងខេត្តចំនួន7រួមមានបន្ទាយមានជ័យបាត់ដំបងកំពង់ធំសៀមរាបរតនគិរីកំពង់ចាមនិងពោធិ៍សាត់ខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ខ្លាំងជាងគេដែលលាតសន្ធឹងដល់700ហិកតានិងបាត់ដំបងរងផលប៉ះពាល់ចំនួន 62,554 ហិកតាលោកថៅជាតិថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមក៏បានស្នើឲ្យបន្តពង្រឹងប្រព័ន្ធផ្តល់ព័ត៌មានព្យាករណ៍សេវាឧតុនិយមនិងជោគសាស្ត្រក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុនដល់សាធារណជននិងស្ថាប័នពាក់ព័ន្ធឲ្យបានទាន់ពេលវេលាដើម្បីបង្ការគ្រោះមហន្តរាយជាពិសេសបន្តកិច្ចសហការជាប្រចាំជាមួយអង្គការឧតុនិយមពិភពលោកដើម្បីទទួលបានព័ត៌មានថ្មីពីបាតុភូតអាកាសធាតុនិងជំនួយបច្ចេកទេស